ឯប៉ះខ្មែរប៉ុន្តែមកគូនេះធានាថាជាតិដូច Boostrong ចឹងបងប្អូនម្ចាស់ខ្សែក្រវ៉ាត់ Boostrong ចិនចាងនឹងត្រៀមប៉ះជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់ Boostrong អំបោះឆៅ Ricky សេងថងបាទអញ្ចឹងតាក់ទងជាមួយនឹង Ricky សេងថងមករយៈនេះគឺឡើង credit ខ្លាំងមែនតើបងប្អូនក្រោយពីឈ្នះកីឡាកររុស្ស៊ីដែលជាកីឡាករលំដាប់មួយរូបដែលធ្លាប់ប្រឡូកនៅក្នុងសង្វៀនវ័នដោយ Ricky សេងថងផ្ដួលត្រឹមតែដើមទឹកមួយទេបងប្អូនហើយកាលពីម្សិលមិញនេះសម្ពោធសង្វៀនថ្មី Boostrong របស់ CTN ក៏ផ្ដួលកីឡាករអរ៉ង់ត្រឹមតែទឹកមួយផងដែរដោយ Ricky សេងថងចាយពេលត្រឹមតែ1នាទីជាងទេហើយក៏កសោបយកbonus 4លានរៀលពីសង្វៀន Boostrong មកដែរបាទក្រោយពីបញ្ចប់ការប្រកួតភ្លាមខាងសង្វៀនក៏នឹងត្រៀមរៀបចំឲ្យម្ចាស់ខ្សែក្រវ៉ាត់ប៉ះគ្នាគឺរវាងកីឡាករ Ricky សេងថងប៉ះជាមួយនឹងកីឡាករចិនចាងហើយអ្នកទាំងពីរនេះគឺជាម្ចាស់ខ្សែក្រវ៉ាត់ Boostrong នៅក្នុងប្រភេទទម្ងន់ 63.5 ដូចគ្នាគ្រាន់តែមួយលក្ខណៈកងធំ5ទឹកមួយទៀតលក្ខណៈអំបោះឆៅបាទអញ្ចឹងតាក់ទងជាមួយនឹងគូនេះបើតាមដំណឹងដែលទទួលបានគឺប៉ះគ្នាលក្ខណៈអំបោះឆៅចិនចាងគឺគាត់អត់ចៅទេបងប្អូនគាត់លើកឡើងថាការប្រកួតនេះដណ្ដើមខ្សែក្រវ៉ាត់ថ្មីក៏បានដាក់ខ្សែក្រវ៉ាត់ដណ្ដើមក៏បានតាក់ទងមកគូនេះបើប៉ះគ្នាលក្ខណៈអំបោះឆៅគឺ Ricky សេងថងគាត់មានតែមជាងបងប្អូនដោយសារតែ Ricky សេងថងនោះគឺគាត់ល្បីដោយសារការប្រកួតអំបោះឆៅហើយការប្រកួតអំបោះឆៅរបស់គាត់ប្រហែលជា7ប្រកួតនេះគឺចប់3ទឹកតែមកប្រកួតទេដែលគាត់ប៉ះជាមួយនឹងកីឡាកររុស្ស៊ីទៅដើមខ្សែក្រវ៉ាត់បងប្អូនក្រោយពីហ្នឹងសិតតែអត់ចប់ទឹកទេទឹកមួយទឹកពីរទឹកមួយទឹកពីរហើយការប្រកួតម្សិលមិញនេះកងធំក៏គាត់បដូរដៃគូត្រឹមតែមួយទឹកដែរបាទអញ្ចឹងបើយើងកលេសទៅអ្នកទាំងពីរបើយើងមើលទៅស្នៀតមើលទៅក្បាច់គុណអាចនិយាយបានថាចិនចាងគាត់លើសប៉ុន្តែបើធ្ងន់គឺ Ricky សេងថងគាត់ធ្ងន់ជាងជាពិសេសការប្រកួតលក្ខណៈអំបោះឆៅគឺចូលប្លង់របស់កីឡាករ Ricky សេងថងហើយចិនចាងក៏គាត់អត់ដែរធ្វើការប្រកួតលក្ខណៈអំបោះឆៅដែរអញ្ចឹងអាចនឹងរៀងបបាក់បន្តិចប៉ុន្តែបើសិនជាការប្រកួតនេះលក្ខណៈកងធំ5ទឹកRicky សេងថងក៏ពិបាកចូលជាមួយនឹងកីឡាករចិនចាងដែរបាទអញ្ចឹងសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនយល់ឃើញបែបណាមកគូនេះលក្ខណៈអំបោះឆៅចប់ទឹកឬអត់សូមចូលរួមធ្វើការ comment នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយចុងក្រោយកុំភ្លេចជួយ follow page និង share ចែករំលែកវីដេអូនេះម្នាក់មួយផងជួបគ្នាវីដេអូថ្មីក្រោយទៀត